បាននិយាយថាអាសម្លាញ់ឯងសាកបៀនរបស់ឯងមើលចាត់ការទៅកាន់គ្រូនេះបានដែរឬអត់ពេលនោះព្រានសៃចាប់ផ្ដើមរាយអាគមរបស់ខ្លួនដែលចេះបន្តិចបន្តួចដែលជារបៀនដើរព្រៃគាត់ក៏បានសូត្រដាក់ទៅកាន់កាំភ្លើងរួចហើយបាញ់សំដៅទៅរកធ្មប់ព្រៃព្រានបាញ់កាំភ្លើងទៅតែធ្មប់ព្រៃយកតែដៃមួយចំហៀងលាសំដៅទៅរកគ្រាប់កាំភ្លើងគាត់តែប៉ុណ្ណោះគ្រាប់កាំភ្លើងរបស់ព្រានក៏ចាប់ផ្ដើមធ្លាក់ទៅលើដីខ្ពាកតែម្ដងរឿងនោះធ្វើឲ្យព្រានសៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រូមេតបានដើរចូលទៅដល់រួចហើយប្រាប់ទៅកាន់សម្លាញ់ឲ្យថយក្រោយពេលនេះគឺជាពេលដែលគាត់ត្រូវចាត់ការជាមួយនឹងធ្មប់ព្រៃធ្មប់ព្រៃក៏ចាប់ផ្ដើមសូត្រអាគមរបស់គាត់រួចហើយយកឈើច្រត់របស់គាត់ចាក់ទម្លុះភ្លុកភ្លើងឈើច្រត់ចូលទៅកាន់ភ្លើងភ្លាមនោះដំភ្លើងធំក៏ចាប់ផ្ដើមកើតឡើងរួចហើយក៏បានហោះសំដៅទៅរកលោកគ្រូមេតបានក្រឡប់ខ្លួនកាប់បំបែកដំភ្លើងទាំងអស់នោះម្ដងមួយគ្មានដំភ្លើងណាអាចទៅធ្វើអ្វីគ្រូមេតបាននោះទេធ្មប់ព្រៃក៏ចាប់ផ្ដើមមានអារម្មណ៍ខ្លាចអាគ្រូមេតបន្តិចដែរតែក្នុងពេលនោះគ្រូមេតក៏ចាប់ផ្ដើមបង្កើតភ្លើងនៅលើផ្លែដាវរបស់គាត់វិញលោកគ្រូនេះបានស្ទុះចូលទៅកាប់សម្លាប់ជាមួយនឹងពួករូបចម្លាក់ក៏ប៉ុន្តែដាវរបស់គាត់នេះទោះជាមានអានុភាពប៉ុណ្ណាក៏មិនអាចកាប់រូបចម្លាក់នេះធ្វើឲ្យពួកវាបែកខ្ទេចខ្ទីដែររឿងនេះធ្វើឲ្យគាត់ងឿឆ្ងល់ក្រោយពីឃើញថាគាត់មិនអាចចាត់ការទៅកាន់រូបចម្លាក់បានគ្រូមេតក៏បានស្ទុះចូលទៅប្រយុទ្ធជាមួយនឹងធ្មប់ព្រៃតែម្ដងធ្មប់ព្រៃក៏ចាប់ផ្ដើមទាញឈើច្រត់របស់គាត់បង្កើតនៅផ្សែងពណ៌ខ្មៅទប់ទល់អានុភាពកំបិតរបស់លោកគ្រូមេតក៏ប៉ុន្តែអានុភាពដាវរបស់លោកគ្រូមេតក៏បានកំទេចដំខ្សែខ្មៅរបស់ធ្មប់ព្រៃរួចហើយចុងដាវរបស់គាត់ក៏បានកាប់ត្រូវដើមទ្រូងរបស់ធ្មប់នោះខ្លួនរបស់ធ្មប់ដែលកាប់មិនមុតដុតមិនឆេះក៏ប៉ុន្តែពេលនេះបែរជាមានរបួសដោយសារតែផ្លែដាវរបស់លោកគ្រូម្នាក់នេះទៅវិញធ្មប់ដឹងថាបុរសម្នាក់នេះមិនមែនជាមនុស្សធម្មតានោះទេបើប្រយុទ្ធទប់ទល់ដូច្នេះគាត់ប្រកាសជាត្រូវស្លាប់នៅក្នុងយប់នេះធ្មប់ចាប់ផ្ដើមសេករួចហើយសូត្រអាគមរំគាត់រត់គេចចេញពីទីកន្លែងនេះចូលទៅក្នុងព្រៃបាត់រូបចម្លាក់ទាំងតូចទាំងធំសុទ្ធតែជារូបចម្លាក់ថ្មក៏ចាប់ផ្ដើមបើកភ្នែកក្រឡេកក្រក្រាប់រួចហើយរត់សំដៅចូលទៅតាមក្រោយរបស់គ្រូធ្មប់នោះចូលលាកខ្លួននៅក្នុងព្រៃបាត់ទៅភ្លាមនោះលោកគ្រូមេតបានដើរសំដៅចូលទៅក្នុងខ្ទមរួចហើយគាត់ក៏បានឃើញថាក្នុងខ្ទមសុទ្ធតែបាយសីនឹងមានអាសនៈដើម្បីគោរពវត្តទានៅកាន់គ្រូរបស់គេផងដែរក្រោយពីនោះគ្រូមេតក៏បានយកភ្លើងដុតកំទេចទីនោះចោលទៅខណៈពេលនោះព្រានសៃនិយាយថាអាសម្លាញ់ហើយកូនប្រុសរបស់យើងមិនត្រឡប់ទៅផ្ទះប្រហែលជាគេបានជួបជាមួយនឹងអាធ្មប់អំបាញ់មិញទេមិនដឹងដល់ថ្នាក់ដាវរបស់ឯងនៅតែមិនអាចចាត់ការទៅកាន់រូបចម្លាក់នោះបានហើយចុះធ្វើម្ដេចនឹងកូនឯងទប់ទល់ជាមួយនឹងរូបចម្លាក់នោះបានទៅរឿងនេះដូចជាមិនស្រួលទេក្រោយពីនោះទៅគ្រូមេតក៏ចាប់ផ្ដើមមានការភ័យព្រួយពីសុវត្ថិភាពកូនប្រុសមិនដឹងថាគេរស់ឬក៏ស្លាប់នោះទេអ្នកទាំងពីរក៏នៅលេងសុកក៏ចាប់ផ្ដើមនាំគ្នាកាន់ចន្លោះរួចហើយដើររកនីមាសទាំងយប់តែម្ដងធ្វើដំណើរត្រឡប់ទៅត្រឡប់មកពួកគេក៏បានត្រឡប់ថយទៅក្រោយវិញនៅក្នុងពេលព្រឹកក៏បានឈានចូលមកដល់អ្នកទាំងពីរនាក់ក៏ស្រាប់តែធ្វើដំណើរចូលទៅកាន់ទីកន្លែងមួយនៅពេលនោះពួកគាត់ទាំងពីរស្រាប់តែជួបប្រទះជាមួយនឹងសត្វស្វាពណ៌ស្មួយវាកំពុងតែលោតទៅលោតមកបន្ទាប់ពីឃើញសត្វស្វាមានភ្នែកពណ៌ខៀវដូច្នោះព្រានសៃក៏មានកាងឆ្ងល់រួចហើយក៏ហៅសម្លាញ់របស់គាត់ឲ្យមើលទៅកាន់សត្វស្វាគ្រូមេតគ្រាន់តែបានឃើញភាពចម្លែករបស់វាគាត់ក៏ចាប់ផ្ដើមនឹកឃើញទៅដល់បិសាចស្វាដៃ5មួយគ្រូមិត្តបាននិយាយថាសៃអញថយក្រោយមកពួកសត្វស្វាអស់នេះមិនមែនជាសត្វស្វាល្អជាទេវាគឺជាស្វាបិសាចគ្រូមេតក៏ចាប់ផ្ដើមទាញដាវដើរសំដៅទៅរកវាភ្លាមក៏ប៉ុន្តែពេលនោះសត្វស្វាមួយក្បាលនោះក៏ចាប់ផ្ដើមស្រែករួចហើយពង្រេកខ្លួនធំឡើងរហូតប្រែក្លាយទៅជាសត្វស្វាយក្សដ៏ធំញៀនសៃដោយសារតែខ្លាចពេកក៏ចាប់ផ្ដើមទាញកាំភ្លើងបាញ់សំដៅទៅរកស្វានោះជាច្រើនគ្រាំក៏ប៉ុន្តែគ្រាប់កាំភ្លើងបែរជាធ្លាក់ចុះមកលើដីដោយគ្មានប្រសិទ្ធភាពសូម្បីតែបន្តិចព្រានសៃក៏ចាប់ផ្ដើមមានអារម្មណ៍ចិត្តភ័យដោយសារតែឃើញសត្វស្វាយក្សធំដូច្នោះតាំងពីកើតមកមិនដែលឃើញទេព្រះអើយធ្វើជាព្រានអស់រយៈពេលជាច្រើនឆ្នាំមកហើយលោកគ្រូមេតក៏បាននិយាយថាអាសម្លាញ់ឯងថយមកក្រោយសិនទៅទុកឲ្យយើងជាអ្នកចាត់ការជាមួយនឹងវាកាលពីមុនយើងធ្លាប់កំចាត់ទៅកាន់ពួកវាម្ដងហើយសត្វស្វាដែលយើងសម្លាប់កាលពីមុននោះគឺជាស្វាដៃ5មួយមានអានុភាពខ្លាំងក្លាណាស់អាសត្វស្វានេះមានតែដៃ2មើលទៅប្រហែលជាមិនមែនជាដៃគូរបស់យើងទេ
គ្រូមេតក៏ចាប់ផ្ដើមប្រើអាគមដ៏ខ្លាំងក្លារបស់គាត់រួចហើយប្រសិទ្ធិដាក់ទៅលើដាវនោះស្រាប់តែកូនប្រុសរបស់គាត់ក៏ចាប់ផ្ដើមចេញមកពីក្នុងរូងថ្មឃើញឪពុករបស់ខ្លួនកំពុងតែប្រើអាគមដ៏ខ្លាំងក្លាបំរុងនឹងកំចាត់ទៅកាន់សត្វស្វារបស់គេនីមាសក៏បាននិយាយខាត់ទៅកាន់ឪពុកថាលោកពុកចង់ធ្វើអីនឹងគ្រូតបថាកូនប្រុសឯងចុះមកទីកន្លែងនេះធ្វើអីឯងឃើញទេបិសាចស្វាធំខ្លាំងណាស់ប្រយ័ត្នវាចាប់ឯងស៊ីទៅថយក្រោយសិនទៅកូនតែភ្លាមនោះនីមាសក៏បានតបទៅកាន់ឪពុកលោកពុកកុំធ្វើបាបវាគឺជាសត្វស្វាធម្មតានោះទេវាគឺជាស្វាមានចិត្តស្លូតបូតទោះបីជាវាអាចពង្រេកគង្រួមខ្លួនបានមែនតែវាគឺជាសត្វស្វាល្អនោះទេជឿខ្ញុំទៅក៏ប៉ុន្តែគ្រូមេតគាត់មិនជឿកូនប្រុសគាត់នោះទេដោយសារតែគាត់ធ្លាប់ជួបប្រទះជាមួយនឹងសត្វស្វាធំដូច្នេះវាសុទ្ធតែជាស្វាបិសាចក្នុងពេលនោះលោកគ្រូបំរុងនឹងចាត់ការទៅកាន់សត្វស្ទានោះហើយក៏ប៉ុន្តែកូនប្រុសរបស់គាត់បានស្ទុះទៅខាត់សារជាថ្មីម្ដងទៀតរួចហើយរៀបរាប់តាមដំណើរសាច់រឿងទៅភ្លាមនោះគ្រូមេតក៏បាននិយាយទៅកាន់កូនប្រុសបើសិនជាសត្វស្វានេះគឺជាសត្វស្វាល្អចេះស្ដាប់សម្ដីមនុស្សដូចឯងថាមែនមាសឯងប្រាប់វាឲ្យប្រែមកខ្លាយជាសត្វស្វាតូចដូចជាមុនទៅកំឡោះមាសក៏បានសេជ្រួចក៏បាននិយាយទៅកាន់សត្វស្វាថាអាសម្លាញ់ឯងប្រែខ្លាយមកជាសត្វស្វាតូចវិញមកគ្រាន់តែនិយាយប៉ុណ្ណេះស្វាក៏ចាប់ផ្ដើមបង្រួមខ្លួនតូចទៅរួចហើយក៏បានលោតទៅទុំលើស្មារបស់អ្នកកំឡោះគ្រូមេតព្រមទាំងញៀនសៃមានការងៀងឆ្ងល់ខ្លាំងណាស់ហេតុអ្វីក៏កូនប្រុសរបស់គាត់អាចនិយាយជាមួយនឹងសត្វស្វានេះបានភ្លាមនោះនីមាសក៏ចាប់ផ្ដើមរៀបរាប់សាច់រឿងទាំងអស់ហើយក៏ប្រាប់ពីរឿងរ៉ាវនៅក្នុងរូងថ្មនេះផងដែរគ្រូមេតព្រមទាំងព្រានសៃចង់ធ្វើដំណើរចូលទៅកាន់រូងថ្មក៏ប៉ុន្តែសត្វស្វានៅបញ្ចេញកាយវិការហាក់ដូចជាមិនចង់ឲ្យពួកគេទាំងពីរនាក់ចូលទៅក្នុងរោងថ្មនោះទេគ្រូមេតបានដឹងគាត់ក៏បានប្រាប់សម្លាញ់ថាសម្លាញ់កុំចូលទៅអីបើសិនជាចូលសត្វស្វានោះប្រកាសជាចាត់ការយើងទៀតពិតជាមិនខានកំឡោះមាសក៏បាននិយាយទៅកាន់ស្វាថាអាសម្លាញ់ទាំងពីរនាក់នោះគឺជាឪពុករបស់យើងទេឯងដឹងឬអត់ពេលនោះគ្រូមែនក៏បាននិយាយទៅកាន់កូនប្រុសឲ្យរៀបចំសម្ភារៈទៅជាមួយនឹងគាត់លោកតានិងម្ដាយរបស់គេព្រមទាំងលោកយាយនឹកគេខ្លាំងណាស់ហើយក៏មានការព្រួយបារម្ភទៅកាន់អ្នកកំឡោះនោះនេះផងដែរឬចំណែកឯកំលុះមាសគេក៏ត្រៀមធ្វើដំណើរទៅកាន់ស្រុកភូមិដែរដោយសារតែគេចេះចាំមុនអស់នៅក្នុងពេលនោះលោកគ្រូមេតបានឃើញដាវពណ៌ក្រហមនៅក្នុងដៃកូនប្រុសរបស់គាត់ក៏មានការងៀងឆ្ងល់គ្រូមេតសួរថាកូនប្រុសដាវមួយនោះឯងបានមកពីណាហើយវាគឺជាដាវអ្វីទៅបានជាមានពន្លឺពណ៌ក្រហមដូច្នោះកំឡោះមាសក៏ចង់សាកទៅកាន់ឪពុករបស់គេក៏និយាយថាពុកដាវនេះគឺជាដាវមានអានុភាពខ្លាំងណាស់ខ្ញុំយកបានវាចេញពីរូងភ្នំក៏ប៉ុន្តែមើលទៅលោកពុកមិនអាចលើកវារួចនោះទេដាវនេះធ្ងន់ណាស់ព្រានសៃគ្រាន់តែដូច្នោះគាត់ក៏បានសេរួចហើយក៏បាននិយាយទៅកាន់កូនធនអាកូនពុកមិនចាំបាច់កុហកពុកនោះទេពុកមានកម្លាំងខ្លាំងណាស់លើកដុំថ្មសុទ្ធតែធំហើយដាវមួយនេះតើវាមានជាបញ្ហាអ្វីសម្រាប់ពុកឯងយកមកទុកពុកលើកឲ្យវាមើលពុកអាចកាច់បំបាក់វាក៏បានដែរក្នុងពេលនោះកំឡោះមាសក៏ចាប់ផ្ដើមយកដាវរបស់ខ្លួនទៅដាក់លើដីរួចហើយពេលនោះញៀនសៃក៏បានចូលទៅជិតព្រានសៃមុនដំបូងយកដៃមួយចំហៀងលើកក្រោយមកលើកមិនរួចក៏ចាប់ផ្ដើមលើកដៃពីរក៏ប៉ុន្តែប្រឹងលើកឡើងបែកញើសពេញខ្លួននៅតែមិនអាចលើកដាវពណ៌ក្រហមនេះរួចព្រានសៃក្រវីក្បាលរួចហើយដើរទៅរកគ្រូមេតគាត់បានថាធ្ងន់របស់គេមែនវើយមិនមែនស្រាទេអ្នកឯងចូលទៅសាក់មើលទៅគ្រូមេតចាប់ផ្ដើមដកដង្ហើមឲ្យបានស្រួលខ្លួនបន្តិចបន្ទាប់ពីឃើញថាសម្លាញ់របស់គាត់លើកដាវនោះមិនរួចគាត់ក៏រៀងមានអារម្មណ៍ថាដូចជាមិនស្រួលដែរគ្រូមេតបានដើរចូលតិចរួចហើយសម្លឹងទៅកាន់កូនប្រុសរបស់គាត់ចំណែកឯនីមាសបានញឹមរួចហើយនិយាយប្រាប់ឪពុករបស់ខ្លួនថាពុកសាក់មើលទៅលើកវារួចដែរឬអត់គ្រូមេតក៏ចាប់ផ្ដើមប្រើកម្លាំងដ៏ខ្លាំងក្លារបស់គាត់លើកដាវមួយដាំនោះក៏ប៉ុន្តែលើកណាក៏លើកមិនរួចដែរសូម្បីតែរំគឺក៏មិនរំគឺដែរភ្លាមនោះគ្រូមេតក៏បានដឹងថាដាវនោះប្រកាសជាមានអាឋានក្រោយមកគាត់ក៏ចាប់ផ្ដើមប្រើអាឋានដ៏ខ្លាំងក្លារបស់គាត់សូត្រទៅកាន់ដាវនោះដើម្បីស្រាយអាឋានក៏ប៉ុន្តែសមត្ថភាពរបស់គាត់នេះទោះបីជាសូត្រអាឋានប៉ុណ្ណាក៏លើកមិនរួចដែរដោយសារតែបានបញ្ចុះរបស់ព្រះគ្រូពីស្កាលនោះមិនមែនជាអាឋានកំពេកកំពុកនោះទេគ្រូមេតព្យាយាមលើករហូតដល់បែកញើសពេញខ្លួនទន់ជង្គង់ទៅលើដី
ក៏នៅតែលើករួចកូនប្រុសបានថាពុកបានហើយពុកលើកប៉ុណ្ណាក៏លើកមិនរួចដែរដាវនេះមានអានុភាពខ្លាំងក្លាណាស់បាទសាច់រឿងភាគមួយខ្ញុំបាទក៏សូមបញ្ចប់ត្រឹមនេះសិនខ្ញុំបាទសូមអរគុណចំពោះការគាំទ្ររបស់ប្រិយមិត្តទាំងអស់គ្នាកុំភ្លេចចូលខមមិននៅខាងក្រោមវីដេអូសាច់រឿងនេះជោគចិត្តណាស់បន្តទៅមុខទៀតយើងស្ដាប់ទៅវាកាន់តែពីរោះខ្ញុំបាទសូមអរគុណសូមជម្រាបលា